ឥឡូវថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតហើយគឺនិយាយអំពីប្រូបាមានលក្ខខណ្ឌមួយទៀតដែលថ្ងៃមុនយើងខ្ញុំសន្យាថាខ្ញុំនឹងស្រាយចំនួន3លំហាត់ឥឡូវនេះគឺជាលំហាត់ទី2ដែលទាក់ទងជាមួយនឹងប្រូបាមានលក្ខខណ្ឌអូខេឥឡូវយើងទៅមើលវិញ្ញាសាសិនគេថានៅក្នុងប្រអប់មួយមានឃ្លីក្រហមចំនួន5គ្រាប់ហើយឃ្លីខៀវចំនួន3គ្រាប់ហើយគេចាប់យកឃ្លីម្ដងមួយចំនួន2គ្រាប់ចេញពីប្រអប់នោះដោយមិនដាក់ចូលវិញនៅក្នុងន័យហ្នឹងចង់មានន័យថានៅពេលណាដែលយើងចាប់ឃ្លីលើកទី1បានហើយនៅពេលដែលយើងចាប់លើកទី2គឺយើងអត់ទាន់ដាក់អាលទ្ធផលដែលនៅលើកទី1របស់យើងមិញចូលទៅក្នុងប្រអប់ទេហើយយើងចាប់លើកទី2សិនន័យហ្នឹងគឺចង់មានន័យអញ្ចឹងណាអញ្ចឹងបើយើងនិយាយយ៉ាងខ្លីមានន័យថាដកចេញដោយមិនដាក់ចូលវិញបាទចាប់ម្ដងមួយប៉ុន្តែចាប់លើកទី1អត់ទាន់ដាក់ចូលក្នុងប្រអប់ទេហើយចាប់លើកទី2បាទតម្រងហ្នឹងយើងដឹងណាតម្រងការចាប់ដកចេញមិនដាក់ចូលវិញនេះបើយើងនិយាយទៅវាគិតលំដាប់ព្រោះវាមានលំដាប់មុនក្រោយកាលណាគេលំដាប់មានន័យថាចូលទៅក្នុងតម្រងចម្លាស់បើយើងរកប្រូបាបណាអូខេតាឥឡូវថ្ងៃនេះសំណួរកយើងមកមើលរកប្រូបាបដែលការចាប់បានលើកទី2មានឃ្លីពណ៌ខៀវដោយដឹងថាឃើញទេសំណួរតើកាលណាមានពាក្យដោយដឹងថាគឺគេហៅប្រូបាបមានលក្ខខណ្ឌហើយចឹងដោយដឹងថាការចាប់លើកទី1នោះគឺបានឃ្លីមានពណ៌ក្រហមរួចហើយបាទខរកប្រូបាបដែលចាប់បានទាំងពីរលើកបានឃ្លីពណ៌ក្រហមទាំងពីរតែម្ដងអូខេតោះឥឡូវយើងទៅស្រាយទាំងអស់គ្នាហើយនៅក្នុងសំណួរកនេះខ្ញុំមាន2របៀបខ្ញុំនឹងជូន2របៀបដល់អ្នកទាំងអស់គ្នាឥឡូវយើងតាមដានទាំងអស់គ្នាបាទដើម្បីងាយដោះស្រាយកន្លែងហ្នឹងយើងស្រង់សមាតកម្មបន្តិចសិនទៅយើងសមាតកម្មរបស់យើងមានអីខ្លះទី1យើងដឹងថាយើងមានឃ្លីអូខេនេះគឺជាសមាតកម្មណាអញ្ចឹងយើងនៅពេលដែលយើងដកចេញយើងដឹងហើយតិចទៀតឥឡូវខ្ញុំតាងសិនដើម្បីងាយនេះយើងមើលថាយើងតាំងព្រឹត្តិការណ៍ដោយសារការដកចេញហ្នឹងគឺដកម្ដងមួយហើយយើងចែកចេញជាក្រហមលើកទី1មានខៀវលើកទី1អីចឹងទៅអញ្ចឹងដើម្បីងាយខ្ញុំតាំងair on បាទទី1យើងតាំងវាអញ្ចឹងណាយើងតាំងវាឲ្យបានត្រឹមត្រូវអញ្ចឹងមកឥឡូវយើងទៅរកប្រូបាបទាំងអស់គ្នាយើងទៅមើលសំណួររកប្រូបាបដែលចាប់បានលើកទី2បានឃ្លីពណ៌ខៀវដោយដឹងថាចាប់បានលើកទី1បានឃ្លីពណ៌ក្រហមរួចហើយអញ្ចឹងបើយើងនិយាយទៅតាមឃ្លាសំណួរនេះបាទនៅក្នុងវីដេអូនេះគ្រូនឹងស្រាយតាមពីររបៀបឥឡូវរបៀបទី1តើយើងទៅតាមណាចាប់ខ្ញុំហៅរបៀបទី1របៀបទី1គឺយើងប្រើតាមរូបមន្តប្រូបាបមានលក្ខខណ្ឌធម្មតាគឺយើងប្រើតាមរូបមន្តនេះយើងកលេចមើលកន្លែងនេះយើងកលេចមើលកន្លែង clear នេះប្រូបាបដែលចាប់បានលើកទី2បានឃ្លីពណ៌ខៀវដោយដឹងថាលើកទី1មានពណ៌ក្រហមរួចហើយអញ្ចឹងកន្លែងហ្នឹងបើសិនតែយើងសរសេរជារូបមន្តរបស់ប្រូបាបយើងអាចសរសេរបានថាវាគឺជាប៉េបាទវាគឺជាប៉េនៃអីលើកទី2មានពណ៌ខៀវមានន័យថាបេដឺព្រោះយើងតាំងបេដឺគឺលើកទី2បានពណ៌ខៀវដោយដឹងថាលើកទី1បានឃ្លីពណ៌ក្រហមរួចហើយលើកទី1បានពណ៌ក្រហមគឺ air on ព្រោះយើងតាំង air on ហ្នឹងគឺជាឃ្លីដែលចាប់បានលើកទី1មានពណ៌ក្រហមបាទយើងមើលតាមរូបមន្តរបស់យើងហ្នឹងគឺយើងសរសេរបានអញ្ចឹងបើយើងនិយាយអំពីរូបមន្តរបស់ប្រូបាបមានលក្ខខណ្ឌរបស់យើងបែបហ្នឹងយើងអាចរកបាន2យ៉ាងយ៉ាងទី1នោះគឺស្មើទៅនឹងប៉េបាទប៉េរបស់អីគេair on បាទប្រសពជាមួយនឹងបេដឺបាទបេដឺសពមួយបេដឺចែកជាមួយនឹងប៉េរបស់ air on អញ្ចឹងមកនេះអាហ្នឹងបើយើងមើលតាមរូបមន្តហ្នឹងអញ្ចឹងយើងអាចរកតាមហ្នឹងនិងមួយទៀតគឺយើងអាចរក n នៃអីអញ្ចឹងទៅណា n នៃ air on ប្រសពមួយ air អីអញ្ចឹងទៅប៉ុន្តែឥឡូវនៅក្នុងចំណុចនេះដូចខ្ញុំបានបញ្ជាក់អញ្ចឹងខ្ញុំនឹងប្រើតាមពីររបៀបហើយរបៀបទី1នោះគឺយើងប្រើតាមបាទឬក៏កន្លែងហ្នឹងគេអាចសរសេរបានថាស្មើទៅនឹង n របស់ air on ប្រសពជាមួយនឹង bd ចែកជាមួយនឹង
ấn rồi bó e on miền này tham ích bởi dương an là nắng miền này tha chia cho nó biết này ca chập bàn khli bò gò hòm là lược tí mũi nâng lược tí pi miền bò hiểu hay chạy cho mỗi cho nó biết này ca chập bàn khli bò gò hòm là lược tí mũi chẳng pi được biết nâng dương prao môi na thật trâu đây phần đây đã xa tại dương nâng môi ná có dương ọt miền đây chẳng đôi chia trong cả này rụp một thằng lớn ấy dương thời ca rồi tràn chiêng bởi dương pra nè chẳng dương pra cào tới viên nhây xua chiêng chẳng trong cả này nắng trong ọt ở hàng lưới để xa ví dụ chiêng và đòi hẹp phò nắng chẳng trong nâng pra tàm ấn rồi bó e ón và sọp cho mỗi nắng bề đời miền này ra cho nó được biết rồi bó khi bò có hòm là lượt thì muối nâng khi kêu là lượt thì phí chạy cho mỗi nâng ấn e on và chạy cho mỗi nắng cho nó được biết đấy khi có hòm là lượt thì muối ok lấy dân tờ rò nâng tầng ọc niềm á tờ rò anh này e on và sọp mỗi bề đời mà lấy dân mà kịch tầng ọc niềm tịch mới anh rồi bó e on và sọp mỗi bề đỡ miền này tham mạch miền này thà khi có hòm là lượt thì muối hãy nâng khi kêu là lượt thì phì khi có hôm là lượt thì muối cho muối nâng khi kêu là lượt thì phí dương kịch bạc này chẳng chùm được này cả chập lượt thì muối dương kịch đó nè chẳng cả chập bàn lượt thì muối chập lượt thì muối lượt thì muối chẳng miên mà đặc biệt bởi dương trong bàn có hòm lượt thì muối chẳng khi có hòm bởi dương sọp mảnh tam mà cám cứ miên pram crop chẳng bạc cọt nè thở miên pram đặc biệt nắng cứ np để dương chập lượt thì muối cho np để chập bàn là lượt thì phí chập bán nơi lượt tí phí chập bàn là lượt tí phí cứ chọn bàn khiêu bình chẳng khiêu dừng đằng ấy khiêu khi khiêu sọp được nó miền đặc bày cỏ vậy lượt tí mối cứ bàn pram được biết để sao dừng chọn bàn có hóm phần đây là lượt tí phí chọn bàn khiêu cứ miền đặc bày được biết thế để sao khi khiêu miền bày cỏ mà dáng đọ tranh mình đã cho vĩnh phần đây để sao tại vì ọt bạc bò cho mỗi nông bò khiêu thế của dừng lượt tí mùi giờ có hóm chẳng khiêu nơi đặc bày đọ đài chẳng cứ bày được biết chẳng no mà dương ban khi bỏ hòm lược tí môi nâng khiêu lược tí pi nít cứ do pram cô nâng bay nâng màu do cho nón pi nâng côn kia mắt nhà nâng dương ăn vào tam cô cà phạc côn đó cái hai ta tam cô cà phạc côn no mà dương tiền bàn cho nón ăn này e ón và sọp cho môi nâng bề đế miền này tha sma tên nâng pram côn nâng bay đại việt sma tên nâng đọc pram rồi biệp nít cứ chia chùm nón cả này sọpនៅពេលណាដែលយើងបានចំនួនករណីស្របនៅខាងលើហើយយើងទៅរក n នៃ r on មកឥឡូវទៅរក n នៃ r on មួយទៀត n នៃ r on មានន័យថាជាចំនួនរបៀបនៃការចាប់បានឃ្លីពណ៌ក្រហមនៅលើកទី1ឥឡូវយើងមកគិតទាំងអស់គ្នាការចាប់បានឃ្លីពណ៌ក្រហមនៅលើកទី1លើកទី1បានពណ៌ក្រហមយើងទៅគិតថាឃ្លីដែលយើងមានទាំងអស់មានប៉ុន្មានពណ៌ក្រហមមានចំនួន5លើកទី1គេដាច់ខាតចង់បានពណ៌ក្រហមអញ្ចឹងការចាប់ឃ្លីលើកទី1បានពណ៌ក្រហមអញ្ចឹង n នៃ r on យើងត្រូវគិតទៀតលើកទី1ចាប់លើកទី1លើកទី1ចង់បានពណ៌ក្រហមត្រូវមាន5របៀបមាន5របៀបហេតុអីព្រោះឃ្លីក្រហមទាំងអស់វាមាន5គ្រាប់ប៉ុន្តែគេប្រើពាក្យថាលើកទី1បានពណ៌ក្រហមប៉ុន្តែគេអត់បានបញ្ជាក់ថាលើកទី2ត្រូវតែចេញពណ៌អីទេអញ្ចឹងយើងត្រូវគិតលើកទី2ទៀតការចាប់លើកទី2វាអាចមានប៉ុន្មានរបៀបចឹងវាអាចមានចំនួន7របៀបហេតុអីដោយសារតែនៅពេលចាប់លើកទី2យើងដកអស់មួយគ្រាប់ទៅពណ៌ក្រហមសល់4គ្រាប់ក្រហមសល់4ប៉ុន្តែលើកទី2ហ្នឹងមិនប្រកាសថាត្រូវតែយកពណ៌ក្រហមទេព្រោះឃ្លីទាំងអស់វាមាន8គ្រាប់ប៉ុន្តែយើងដកក្រហមអស់តែមួយគ្រាប់ទេអញ្ចឹងលើកទី2អាចក្រហមអាចខៀវអញ្ចឹងបើអាចក្រហមអាចខៀវមានន័យថាដកក្រហមអស់មួយគ្រាប់ឃ្លីនៅក្នុងប្រអប់មាន8គ្រាប់ដកក្រហមអស់មួយគ្រាប់វាសល់7គ្រាប់អញ្ចឹងលើកទី2អាចមាន7របៀបបើមាន7របៀបយើងអនុវត្តតាមគោលការណ៍ផកគុណមកយើងទាញបានចំនួនករណីស្របទាំងអស់របស់យើង n នៃ r on របស់យើងគឺយើងយក5គុណនឹង7ហ្នឹងមកគឺស្មើទៅនឹង35របៀបឃើញទេយើងរកឃើញបានអញ្ចឹងនាំឲ្យយើងអាចរកប្រូបាបបានហើយអញ្ចឹងមានន័យថាប្រូបាបនៃ p
B đớ đòi đăng e ón pro ba bàn click Q លើកទី2ដែលដឹងថាលើកទី1បានពណ៌ក្រហមគឺស្មើទៅនឹង15ចែកជាមួយនឹង35ឬក៏យើងសម្រួលម្នាក់5ទៅពេលនោះយើងសល់3លើ7បាទនេះគឺជាចម្លើយរបស់ប្រូបាបនៃសំណួរកប៉ុន្តែអាហ្នឹងយើងប្រើតាមរបៀបទី1ឥឡូវយើងទៅមើលរបៀបទី2តើយើងអាចធ្វើតាមរបៀបណារបៀបទី2នេះគឺជារបៀបដែលងាយស្រួលខ្លីជាងប៉ុន្តែទាមទារឲ្យយើងយល់ពីព្រឹត្តិការណ៍បន្តិចរបៀបទី2មកឥឡូវយើងគិតបន្តិចណាក្នុងករណីហ្នឹងគឺយើងអាចទាញដាក់យកតែម្ដងក៏បានដែរប៉ុន្តែយើងគិតទាំងអស់គ្នាទី2យើងគិតបែបនេះមានន័យថាអញ្ចេះឃ្លីក្រហមតើនៅសល់ប្រមាណនៅពេលដែលយើងចាប់ណាហើយឃ្លីខៀវវាប្រែប្រួលឬក៏យ៉ាងណាអញ្ចឹងគេចង់បានថាប្រូបាបនៃព្រឹត្តិការណ៍ដែលចាប់បានឃ្លីខៀវនៅលើកទី2ដែលដឹងថាលើកទី1គឺពណ៌ក្រហមឥឡូវយើងគិតទៅលើកទី1លើកទី1មានប្រមាណរបៀបបើយើងគិតណាអញ្ចឹងមានន័យថាកាលណាចាប់បានក្រហមលើកទី1ក្រហមទាំងអស់មាន5គ្រាប់5គ្រាប់នៅពេលចាប់លើកទី1អស់មួយគ្រាប់ទៅប្រកាសណាស់ត្រូវសល់4គ្រាប់អាហ្នឹងគឺលើកទី1ដល់ពេលលើកទី2ចាប់លើកទី2មានន័យថាមិញនៅពេលដែលយើងដកឃ្លីក្រហមអស់មួយគ្រាប់អញ្ចឹងឃ្លីនៅក្នុងប្រអប់សរុបទាំងអស់គឺថយអស់មួយគ្រាប់ទៀតគឺសល់តែ7គ្រាប់ទេបើយើងគិតទៅលើឃ្លីណាប៉ុន្តែក្នុងករណីទី2គេចង់បានឃ្លី Q តែឃ្លី Q គឺមានប៉ុន្មាន3ដដែលទេមានន័យថានៅសល់3គ្រាប់ដដែលបើយើងនិយាយពីឃ្លី Q ហេតុអីដោយសារលើកទី1យើងចាប់ទៅនេះតាមសំណួររបស់យើងលើកទី1របស់យើងហ្នឹងតាមសំណួររបស់យើងគឺគេថាលើកទី1ក្រហមទេកាលណាចាប់ក្រហមអញ្ចឹងលើកទី2អត់មានអីប្រែប្រួលដោយសារតែឃ្លី Q មាន3គ្រាប់អញ្ចឹងបើអត់ប្រែប្រួលទេគឺនៅតែ3របៀបដដែលអញ្ចឹងប្រូបាបកាលណាគេទាញបានអញ្ចឹងគឺប្រូបាបរបស់យើងគឺគេទាញបានថាពេបាទពេនៃបេដឺដោយដឹងថា r អងគឺស្មើទៅនឹង3លើ7តែម្ដងហេតុអីឥឡូវខ្ញុំបញ្យល់ម្ដងទៀតហេតុអីបាន3លើកទី2សំណួរហ្នឹងគេចង់បានថាលើកទី2គឺពណ៌ខៀវអញ្ចឹងឃ្លីខៀវអត់មានប្រែប្រួលទេនៅចាប់លើកទី2គឺនៅតែ3គ្រាប់ដដែលប៉ុន្តែចំនួនសរុបឃ្លីសរុបគឺប្រែប្រួលគឺសល់7ដោយសារអីដោយសារតែលើកទី1នៅពេលដែលយើងចាប់យកក្រហមទៅបាត់គឺវាថយឃ្លីសល់តែ4គ្រាប់ដល់អញ្ចឹងឃ្លី Q របស់យើងសល់3ទៀតឃ្លីសរុបនៅក្នុងប្រអប់បន្ទាប់ពីចាប់លើកទី1ហើយគឺសល់តែ7គ្រាប់ឯងចឹងដល់លើកទី2 Q មានន័យថាផលធៀបរបស់លើកទី2ហ្នឹងវាតាក់ទងជាមួយនឹងលើកទី1ដកអស់មួយគ្រាប់វាថយសល់តែ7គ្រាប់ឯងចឹងតម្លៃប្រូបាបរបស់ B ដោយដឹង R អងហ្នឹងគឺមានតម្លៃស្មើ3លើ7ដូចគ្នាចឹងតាមនេះខ្លីមែនតើប៉ុន្តែទាមទារយើងយល់ពីព្រឹត្តិការណ៍បន្តិចគ្នាយើងអាចនឹងស្មុគស្មាញបើរបៀបទី1អាចនឹងលឿនសំទោសរបៀបទី1អាចនឹងងាយយល់ប៉ុន្តែសរសេររៀងយូរបន្តិចអញ្ចឹងយើងធ្វើតាមគំរូអាហ្នឹងគំរូរបស់យើងធម្មតាណាអូខេអញ្ចឹងយើងចប់សំណួរទី1ហើយគឺប្រូបាបនៃព្រឹត្តិការណ៍ B D ដោយដឹងថា R គឺស្មើទៅនឹង3ភាគ7បាទសំណួរខគេថារកប្រូបាបដែលចាប់បានទាំង2លើកបានឃ្លីពណ៌ក្រហមនៅក្នុងន័យហ្នឹងមានន័យថាយ៉ាងម៉េចនៅក្នុងន័យហ្នឹងកាលណាចាប់បានទាំង2លើកជាឃ្លីពណ៌ក្រហមមានន័យថាលើកទី1ក៏ក្រហមលើកទី2ក៏ក្រហមដែរអូខេតោះឥឡូវយើងរកនឹងតិចមកអញ្ចឹងសំណួរហ្នឹងប្រូបាបហ្នឹងប្រកបជាមានទម្រង់ម៉េចចឹងអញ្ចឹងបើយើងអានតាម clear សំណួរម្ដងទៀតកន្លែងនេះការចាប់ទាំង2លើកមានឃ្លីក្រហមទាំងអស់មានន័យថាលើកទី1ក៏ក្រហមលើកទី2ក៏ក្រហមអញ្ចឹងយើងនឹងអនុវត្តតាមរូបមន្តប្រូបាបផគុណហើយហេតុអីណាតាម clear សំណួរហ្នឹងប្រកាសជាតាមរូបមន្តមួយគឺពេនៃ r អងប្រសពជាមួយនឹង r ដឺមានន័យថាលើកទី1ក៏ក្រហមនិងលើកទី2ក៏ក្រហមអាហ្នឹងព្រោះ r អងគឺជាឃ្លីលើកទី1ពណ៌ក្រហមហើយ r ដឺគឺជាឃ្លីក្រហមនៅលើកទី2
chẳng bởi dương anh vọt tam rùm muốn pro bạc mình là khán cả na pe này e và sọp cho mỗi nâng e đỡ nắng cứ chia rùm môn nè cả bất việc cả tranh mà pi rùm môn này rùm môn nắng cứ việc chạy toàn khné đôi đặc nét đấy bảo bảo mà thà pe này đại đằng bé dương lọp miền rùm môn đấy cứ smart nâng pe rồi bỏ pro sọp bé đại đằng ấy chạy mỗi pe nè nằng chẳng á pe này bề bảo bảo mà thắc nhâm tiên họ pe và sắp miền này thà pe và sắp bé việc mà tình năng pe bé quân cho mỗi năng pe này đấy đăng pe chẳng đôi này á bao dương lại đấy là pe na dương họ pe này on và sắp đỡ bà dương mưa ta tam rupa môn cử ní dương năng tiền bàn thà viết cứ chia pe này bà dương mưa tam rupa môn cử bà dương ní dương năng tiền bàn cái lại nắng cứ cho pe bàn thà cứ chia pe này e bà pe này on quân cho mỗi năng pe này đỡ đợi đăng tha on cái lại nắng miền này tham mấy bà dương an tam clear sầm nô nắng miền nàyถ้า probab ในព្រឹត្តិការណ៍លើកទី2បានភ្លីក្រហមដោយដឹងថាលើកទី1ក៏ជាភ្លីក្រហមដែរបាទអាហ្នឹងអញ្ចឹងនេះគឺជារូបមន្តរបស់វាអូខេឥឡូវយើងបើអញ្ចឹងរឿងដែលយើងត្រូវរកពេលហ្នឹងមាន2ទី1គឺពេលនៃ air on គុណជាមួយពេលនៃ air ដោយដឹងថា air on កើតឡើងហើយបើយើងមើលតាមពេលនៃ air on នេះដូចជាมันពិបាកទេណាក្រហមនៅលើកទី1បាទយើងអាចរកបានអញ្ចឹងយើងមកពិនិត្យមើលយើងទៅរកណាទី1គឺរកបាទទី1យើងរកពេលនៃ air on ពេលនៃ air on មានន័យថាគឺជាប្របបាបនៃព្រឹត្តិការណ៍ដែលចាប់បានភ្លីក្រហមនៅលើកទី1 air on អញ្ចឹងក្រហមនៅលើកទី1អញ្ចឹងក្រហមនៅលើកទី1ដូចជាមិនពិបាករកទេយើងគិតមាត់ទៅទេក៏ចេញដែរហើយដល់ពេលលើកទី1បានក្រហមអញ្ចឹងមានន័យថាគឺក្រហមមាន5អញ្ចឹងគឺ5លើ8អញ្ចឹងពេលនៃ air on ហ្នឹងគឺស្មើទៅនឹង5លើ8អញ្ចឹងយើងអាចទាញបានថាស្មើទៅនឹង5លើ8អញ្ចឹងយើងបាន1តទៀតយើងទៅរកពេលនៃ air ដែលដឹងថា air on អាហ្នឹងយើងគិតតាមរបៀបនេះរបៀបដូចអាសំណួររបស់យើងមុនមិញណាតាមរបៀបទី2របស់យើងមិញនេះយើងប្រើតាមនេះគឺលឿនមកឥឡូវយើងទៅគិតទាំងអស់គ្នាអញ្ចឹងបន្តមកទៀតក្នុងចំណុចនេះគឺយើងទៅរកតាមបែបខ្លីៗចុះយើងអត់រកតាមដូចនៅក្នុងសំណួរកតាមរបៀបទី1ទេវាយូរជាងអញ្ចឹងកាលណាប្រូបាតនៅលើកទី1ចង់បានពណ៌ក្រហមអញ្ចឹងយើងដឹងហើយលើកទី1ក្រហមគឺក្រហមឃ្លីក្រហមទាំងអស់វាមាន5គ្រាប់ហើយឃ្លីសរុបមាន8អញ្ចឹងកាលណាលើកទី1ក្រហមប្រកាសជាក្រហមមាន5របៀបហើយឃ្លីសរុបទាំងអស់8អញ្ចឹងតម្លៃប្រូបាតដែលក្រហមនៅលើកទី1គឺស្មើទៅនឹង5លើ8នេះហើយដល់ពេលរកប្រូបាតនៃក្រហមលើកទី2ដែលដឹងថាក្រហមលើកទី1រួចហើយអញ្ចឹងយើងត្រូវគិតលើកទី1យើងយកក្រហមចេញអស់មួយហើយក្រហមទាំងអស់មាន5គ្រាប់ប៉ុន្តែដល់ពេលដែលយើងចាប់លើកទី1អស់មួយគ្រាប់ជាពណ៌ក្រហមលើកទី1ទៅអញ្ចឹងមានន័យថាយើងដកអស់មួយគ្រាប់ហើយ4ដក5ដកអស់1 5ដកអស់1មានន័យថា5ដកអស់1លើកទី1ដកចេញអស់1អញ្ចឹងសល់4គ្រាប់ទេនៅពេលដែលយើងចាប់លើកទី2ប្រកាសជាថយអស់មួយគ្រាប់កាលណាថយអស់មួយគ្រាប់លើកទី2ចង់បានក្រហមទៀតអញ្ចឹងមានន័យថាសល់4ទេអញ្ចឹងតម្លៃប្រូបាតហ្នឹងគឺសល់4លើ7ទេបើយើងគិតតាមរបៀបទី2របស់យើងមិញណាអញ្ចឹងកន្លែងហ្នឹងគឺស្មើទៅនឹង4លើ7បាទ4លើ7អញ្ចឹងតម្លៃប្រូបាតនៃព្រឹត្តិការណ៍របស់យើងដែលក្រហមនៅលើកទី2ដោយដឹងថាក្រហមលើកទី1គឺស្មើ4លើ7ដោយសារតែលើកទី1ក្រហមអស់មួយគ្រាប់យើងដកចេញទៅចំនួនឃ្លីសរុបនៅក្នុងប្រអប់ថយសល់7ហើយករណីដែលអាចកើតឡើងនៅលើកទី2ដែលជាពណ៌ក្រហមទៀតគឺស្មើ4អញ្ចឹងគឺ4លើ7បាទទាំងអស់នេះគឺយើងធ្វើតាមរបៀបកាត់តាមរបៀបទី2នៅក្នុងសំណួរកហើយបន្ទាប់មកយើងធ្វើផលធៀបមកយើងធ្វើផលគុណមកនាំឲ្យយើងទាញបានប្រូបាតពេលនៃ air on ប្រសពជាមួយនឹង air ស្មើទៅនឹង5/8គុណជាមួយ4លើ7បាទអញ្ចឹងស្មើទៅនឹង20លើ56ឬក៏យើងសម្រួលអស់
ម្នាក់2ទៅយើងសល់សម្បូរម្នាក់4តែម្ដងកន្លែងនេះម្នាក់4ទៅយើងសល់5លើ14បាទនេះគឺជាប្របាបនៃសំណួរខសំណួរទី2ដែលគេថាចាប់បានឃ្លីក្រហមទាំងអស់បាទអញ្ចឹងយើងអាចឆ្លើយចាក់គេបាន P R អងប្រសព R ដឺស្មើ5លើ14